បាទជំរាបសួរពុកម៉ែបងប្អូនបាទនេះគឺជារូបភាពវីដេអូលោកគ្រូខាងគ្រូស្អំសរសៃបាទជួលលោកតាដែលមុនមកពីខាងខេត្តតាកែវបាទលោកតាមុនមកកន្លែងកណាប្រហែលដងហើយលោកតាពីរដង2 ដងហើយលោកតាមានបញ្ហាពៀតឈឺចេះតែមិនដែរលោកតាអាត្មាពីរស័យដើរដល់ជឿច្រត់ហើយស្ទឹងផ្ងាយអត់កើតទេឥឡូវដើរមិនបាយជឿច្រត់ហើយស្ទឹងផ្ងាយក៏លែងឈឺដែរទាំងលើកទី1ហើយដល់លើកទី2មិនទាន់នឹងលទ្ធផលទេពុំធ្វើអញ្ចឹងលោកតាបានន័យថាមុនមកចាប់សរសៃកន្លែងកណាហ្នឹងគឺកណាចាប់សរសៃដោយដៃនិងស្អំថ្នាំបែបបុរាណមែនទេលោកតាកណាហើយលោកតាបានធូរច្រើនទៅពីមុនឮថាមុនដើរអីកាន់ជ្រៅជ្រាត់មែនទេលោកតាអាត្មាក៏ដើរទៅឆាននឹងពិបាកសំស័យយំគាត់ថាមិនទៅឆានណាយកបាយទៅឲ្យយើងឆានរាល់ថ្ងៃទេទ្រាំបើលំបាច់ទេដើរប្រឡែងខ្លួនដើរប្រឡែងខ្លួនអញ្ចឹងបើសិនជាលោកតាថាបើចាប់ម្ដងហើយអត់ធូរក៏លោកតាមិនមុនមកម្ដងទៀតដែរមែនទេលោកតាបើមិនធូរអត់មកទេមកអីមកពីពិបាកកូនបាក់ចៅផ្លូវឆ្ងាយឯកូនមកគ្នារវល់រហូតទីហងកាលណាលោកតាហើយលោកតាឯមានពុទ្ធិកាអីចែករំលែកទៅដល់អ្នកឈឺសរសៃរសោងអីហ្នឹងឲ្យមករកពីណាគេលោកតាអាត្មាបើនិយាយអាត្មានិយាយតិចឥឡូវសូមជូនដំណឹងដល់ពុទ្ធបរិស័ទលោកស្រីអីគ្រូបាយពូចាលោកគ្រាទាំងអស់ហ្នឹងបើថាមានអាការៈដូចអាត្មាឈឺគាំងសរសៃដើរអត់រួចសម្រាប់អត់កើតដើរមិនរួចដល់ជឿជាប់មកលោកគ្រូសល់ប្រាក់ក្តីហ្នឹងមកអាហ្នឹងអាត្មាឃើញជាក់ស្ដែងហើយសេវាគាត់អាត្មាមុនមកហ្នឹងនិយាយត្រង់ហើយមើលសេវាគាត់ធូរជាងគេបើសិនតែថ្ងៃគេគាត់មកដែរកណាលោកតាមុនវងគឺគាត់ទៅកែដូចគ្នាដែរហើយគាត់សេវាដូចធូរជាងគេមកដល់មកនឹកឃើញធូរជាងគេហ្នឹងមិនទេតែមិនស្រួលបែបមិនបានជាដើរហើងាយកើតទេបើទៅថុយកណាមកកន្លែងមកចង់បានកន្លែងថោកឲ្យស្រួលតែមកបានកន្លែងថោកស្អាតបានជួបជ័យមែនស្រួលមែនអន្តមានិយាយអត់មានគ្រូថាជួលលោកសងឯណាមកទីស្នួលគេនិយាយអីអត់ទេជំរាបត្រង់ហើយកណាការពិតហើយកណាហើយអាត្មាមានបលប៉ុណ្ណឹងហើយបានហើយកូនសុខកណាអរគុណលោកតា